តែនិយាយផ្ដោតទៅលើមនុស្សចាស់ចំពោះការភ្លេចភ្លាំងច្រើនការពិតទៅមនុស្សវ័យកណ្ដាលក៏ជាហានិភ័យនៃការទទួលរងនៃការភ្លេចភ្លាំងជារៀងរាល់ថ្ងៃផងដែរដែលស្ដែងឲ្យឃើញនៅសកម្មភាពប្រចាំថ្ងៃរបស់ពួកគេដូចជាការធ្វើការជំនួញការនិយាយស្ដីការចងចាំការទំនាក់ទំនងនិងពេលវេលាជាច្រើនផងដែរមូលហេតុអ្វីបានជាបណ្ដាលឲ្យមនុស្សមានការភ្លេចភ្លាំងច្រើននោះមានដូចជា 1. ការគេងមិនគ្រប់គ្រាន់ 2. ការប្រើប្រាស់ថ្នាំមួយចំនួនដូចជាថ្នាំសម្ពាធឈាមអាចនឹងផ្ដល់ផលប៉ះពាល់បន្តិចបន្តួចទៅដល់ការចងចាំដែលធ្វើឲ្យយើងមានការភាន់ភាំងម្ដងម្កាល 3. សុរាការពិសាសុរាច្រើនក៏ធ្វើឲ្យមានការប៉ះពាល់ទៅដល់ប្រព័ន្ធការចងចាំផងដែរ 4. បញ្ហា stress ធ្វើឲ្យយើងពិបាកនៅក្នុងការផ្ចង់អារម្មណ៍ដែលជាហេតុធ្វើឲ្យយើងមានការភ្លេចភ្លាំងច្រើនផងដែរ 5. កង្វះវីតាមីន D ក៏ជាមូលហេតុមួយដ៏ចម្បងដែលធ្វើឲ្យអ្នកមានបញ្ហាជំងឺវង្វេងវង្វាន់ដូច្នេះដើម្បីការពារអ្នកពីជំងឺភ្លេចភ្លាំងឬវង្វេងវង្វាន់យើងគួរតែអនុវត្តនៅគន្លឹះងាយៗដូចខាងក្រោម 1. លំហាត់ប្រាណរាងកាយការធ្វើចលនានិងលំហាត់ប្រាណរាងកាយងាយៗអាចជួយធ្វើឲ្យចលនាសរសៃឈាមរត់បានស្រួលនិងបង្កើនសមត្ថភាពខួរក្បាលដូច្នេះអ្នកគួរតែធ្វើចលនារាងកាយឲ្យបានទៀងទាត់មិនថាតែការហាត់ប្រាណទេសូម្បីតែការដើរហាត់ប្រាណតិចៗធម្មតាឬការធ្វើចលនារាងកាយងាយៗក៏អាចជួយដល់ការការពារជំងឺភ្លេចភ្លាំងបានដែរ 2. បង្កើនសមត្ថភាពខួរក្បាលអ្នកត្រូវតែធ្វើឲ្យខួរក្បាលរបស់អ្នកមានសកម្មភាពដើម្បីជួយពង្រឹងសកម្មភាពខួរក្បាលជៀសឆ្ងាយពីជំងឺភ្លេចភ្លាំងដោយការលេងល្បែងឬសកម្មភាពកម្សាន្តងាយៗធម្មតាក៏បានដូចជាការលេងល្បែងផ្ដុំរូបឬសិក្សាអ្វីដែលថ្មីសម្រាប់ខួរក្បាល 3. សកម្មភាពនៅក្នុងសង្គមបើកឱកាសឲ្យខ្លួនឯងចូលទៅប្រស័យទាក់ទងជាមួយនឹងមនុស្សនៅក្នុងសង្គមខាងក្រៅដើម្បីពង្រឹងស្មារតីបង្កើនភាពរីករាយនៅក្នុងអារម្មណ៍និងជៀសឆ្ងាយពីភាពឯកានោះអ្នកនឹងអាចកាត់បន្ថយជំងឺវង្វេងវង្វាន់បានយ៉ាងច្រើន 4. មិនត្រូវទទួលទានគ្រឿងស្រវឹងនិងជក់បារីទាំងគ្រឿងស្រវឹងនិងថ្នាំជក់សុទ្ធតែអាចនាំនូវផលប៉ះពាល់ទៅដល់សុខភាពរាងកាយថែមទាំងអាចបង្កើនឱកាសនៃជំងឺវង្វេងវង្វាន់និងភ្លេចភ្លាំងបានផងដែរដើម្បីសុខភាពនិងជៀសឆ្ងាយពីជំងឺអាក្រក់ត្រូវតែតមឬក៏បន្ថយការផឹកគ្រឿងស្រវឹងនិងជក់បារីជាដាច់ខាត 5. គ្រប់គ្រងទម្ងន់នៅពេលដែលអ្នកចេះគ្រប់គ្រងទម្ងន់បានល្អមិនឲ្យធាត់ពេកមិនឲ្យស្គមពេកនឹងធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អថែមទាំងអាចបង្ការជំងឺវង្វេងវង្វាន់និងភ្លេចភ្លាំងបានផងដែរ 6. ការពារចំណុចត្រង់ក្បាលអ្នកត្រូវតែការពារចំណុចត្រង់ក្បាលរបស់អ្នកដោយមិនត្រូវឲ្យមានការប៉ះទង្គិចឬរបួសផ្សេងៗនោះទេការថែទាំក្បាលអាចជួយធ្វើឲ្យខួរក្បាលរបស់អ្នកដំណើរការល្អព្រមទាំងជៀសឆ្ងាយពីជំងឺវង្វេងវង្វាន់បាន 7. ទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន D វីតាមីន B ឲ្យបានច្រើនព្រោះវីតាមីនទាំងនេះដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធនៃការចងចាំរបស់យើងចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85